ជំរាបសួរកូនបងទាំងអស់គ្នាតាមបណ្ដាញ Facebook YouTube សូមប្រំប្រទានពរថ្ងៃច័ន្ទទី20ខែ4ឆ្នាំ2026វេលាម៉ោង1:45នាទីថ្ងៃត្រង់សូមប្រំប្រទានពរទាំងអស់គ្នាអរគុណព្រះអង្គមេរៀនថ្ងៃនេះគឺតាក់ទងនឹងអំណោយទានហោរាព្រោះព្រឹកមិញនេះប៉ាបានជួបមួយកូនប៉ាគាត់បានដកពិសោធន៍ជាមួយនឹងនិកាយជាមួយនឹងមនុស្សផ្សេងទៀតគេអត់ទទួលស្គាល់អំណោយទានហោរាអញ្ចឹងបានថ្ងៃនេះប៉ាចង់លើកពីសាច់រឿងហ្នឹងហើយណាមួយទៀតដោយសារថ្ងៃទី25ណាថ្ងៃទី25អាទិត្យនេះត្រូវនឹងថ្ងៃសៅរ៍ថ្ងៃទី25គឺនៅឯព្រះវិហារមេតាករណាកំពង់ឆ្នាំងយើងបានរៀបចំកម្មវិធីមួយគឺឈ្មោះថាភ្លើងនៃសេរីល្អហើយទីនោះក៏មានការគោរពអញ្ជើញពីអ្នកគ្រូដេបូរ៉ាហើយនឹងប៉ាផងដែរហើយនឹងមានការរំដោះប្រោះជំងឺហើយមានមនុស្សច្រើនណាស់ដែលគេអត់ស្គាល់អំណោយទានហោរាគេអត់ស្គាល់អំណាចព្រះចេស្តាអញ្ចឹងឆ្លៀតឱកាសពេលនេះណាក៏ធ្វើមេរៀននេះសារឡើងវិញចែករំលែកដល់កូនព្រះអង្គដើម្បីឲ្យយល់អំណោយទានហោរាទី1ហេតុអីប្រទេសកម្ពុជាយើងអត់ស្គាល់ហោរាអត់មានដែលអ្នកណានិយាយអត់មានហោរាអត់ដែលមានអ្នកណាប្រាប់អត់មានអ្នកណាដែលចេះអត់មានអ្នកណាដើរនៅក្នុងវិញ្ញាណអញ្ចឹងមិនកូនព្រះអង្គអត់ស្គាល់រឿងមួយទៀតដែលកូនព្រះអង្គបដិសេធគ្រប់គ្នាគឺថាអត់បានសរសេរទុកនៅក្នុងព្រះគម្ពីរជាការពិតព្រះគម្ពីរខ្មែរយើងអត់មានសរសេរទេគេសរសេរថាគ្រូអត្ថាធិប្បាយអញ្ចឹងហេតុដូច្នេះហើយបានជាប៉ានិយាយថាព្រះគម្ពីរមិនមែនជាព្រះបន្ទូលទេពីព្រោះគេបកប្រែអត់ត្រូវបើសិនជាព្រះបន្ទូលវិញគឺល្អឥតខ្ចោះអត់មានកំហុសអញ្ចឹងមិនប៉ានិយាយហើយនិយាយទៀតថាព្រះគម្ពីរដែលយើងអានរាល់ថ្ងៃនេះគឺមិនមែនជាព្រះបន្ទូលទាំងស្រុងទេគឺជាសៀវភៅសិក្សាដើម្បីឲ្យយើងស្វែងយល់ព្រះបន្ទូលដែលលាក់ទុកនៅខាងក្នុងអញ្ចឹងយើងនឹងមើលជាមួយគ្នាអំណោយទានហោរាអញ្ចឹងមិនប្រជាពលរដ្ឋខ្មែរគាត់នៅលើហោរាគាត់បដិសេធគាត់ថាអត់មាននៅក្នុងព្រះគម្ពីរនៅក្នុងព្រះគម្ពីរសរសេរអំណោយទានគ្រូអត្ថាធិប្បាយហើយចុះហេតុអីអ្នកដែលចេះអង់គ្លេសចេះបារាំងចេះភាសាផ្សេងមិនព្រមនិយាយថាមានហោរាព្រោះក្នុងព្រះគម្ពីរអង់គ្លេសសរសេរ prophet ច្បាស់ចេះហេតុអីគេបកប្រែគ្រូអត្ថាធិប្បាយមិនមែនដោយសារគេមិនដឹងទេគេដឹងគេចេះបកប្រែមិនគេបកប្រែព្រះគម្ពីរកើតប៉ុន្តែគេមានចេតនាបំបត្តិហោរាអញ្ចឹងនៅពេលដែលអ្នកដែលបកប្រែព្រះគម្ពីរមានចេតនាបំបត្តិអញ្ចឹងគេមានចេតនាបង្វែងធ្វើឲ្យមនុស្សអត់ស្គាល់ហោរាគឺគេកែព្រះបន្ទូលធ្វើឲ្យមនុស្សមិនស្គាល់អំណោយទានហោរាប៉ុន្តែប្រទេសខ្មែរយើងអត់មានអីក្រៅពីហ្នឹងយើងមានតែព្រះគម្ពីរប៊ីបហើយយើងអត់មានអីក្រៅពីហ្នឹងអញ្ចឹងយើងខំតែរៀនព្រះគម្ពីរប៊ីបទៅហើយព្រះគម្ពីរដែលបកប្រែអត់បានត្រឹមត្រូវគឺដោយសារមាននិកាយចូលរួមក្នុងហ្នឹងអញ្ចឹងនិកាយគេអត់ស្វាគមន៍ហោរាអញ្ចឹងបានជាគេបកប្រែអត់ឲ្យមានហោរានៅក្នុងព្រះគម្ពីរបែរជាគេដាក់ថាគ្រូអត្ថាធិប្បាយទៅវិញប៉ុន្តែបើយើងមើលនៅក្នុងព្រះគម្ពីរផ្សេងទៀតអក្សរសាស្ត្រផ្សេងទៀតគឺសរសេរថាជាហោរា prophet អាមែនអញ្ចឹងនេះជាហេតុផលដែលប្រទេសកម្ពុជាយើងអត់ស្គាល់ហោរាស្គាល់តែគ្រូកងវិលអត់ស្គាល់សាវកអត់ស្គាល់ហោរាអត់ស្គាល់ដុកទ័រណាអញ្ចឹងស្គាល់តែគ្រូកងវិលតែមួយគត់រាល់ថ្ងៃនេះអញ្ចឹងការលើកមុនប៉ាបានចែកចាយក្បោះក្បាយហើយតាក់ទងនឹងអំណោយទានគ្រូកងវិលហ្នឹងណាទៅរៀនសាលាគម្ពីរចេញមកគ្រូកងវិលអត់ដែលមានហោរាអត់ដែលមានសាវកពីព្រោះគេបដិសេធហ
ហោរាគេបដិសេធសវៈចឹងបានជាគេអត់មានបើតាមពិតនៅតែមានអំណោយទានហ្នឹងអញ្ចឹងបើយើងមើលព្រះគម្ពីរសញ្ញាចាស់គឺអំណោយទានហោរានេះគឺជាអំណោយទានដែលមានយូរជាងគេណាតាំងពីដើមមកគឺមានអំណោយទានហោរាអេប៊លក៏ជាហោរាហេណុកក៏ជាហោរាណាអាប់រ៉ាហាំក៏ជាហោរាព្រះគម្ពីរលោកុបាទចំពុក20ខ5ទៅបើយើងអានបន្តិចណាលោកុបាទចំពុក20ខ5ទៅតើគាត់មិនបានប្រាប់ទូបង្គំថានាងជាប្អូនទេឬអីហើយនាងក៏និយាយដែរថាគាត់ជាបងខ្ញុំដូច្នេះទូបង្គំបានធ្វើការនេះដោយទៀងត្រង់ទេហើយដោយដៃស្អាតផងហើយក្នុងសពនោះព្រះទ្រង់បានមានបន្ទូលទៅថាអញដឹងហើយថាឯងបានធ្វើការនេះដោយទៀងត្រង់ហើយអញក៏បានខាត់មិនឲ្យឯងធ្វើបាបនឹងអញដែរហើយនោះបានជាអញនឹងបើកឲ្យឯងពាល់នាងឡើយដូច្នេះត្រូវប្រគល់ប្រពន្ធគេនេះទៅវិញឥឡូវទៅត្បិតគាត់ជាហោរាបើឯងមិនប្រគល់ទៅវិញទេនោះគាត់នឹងអធិដ្ឋានឲ្យឯងហើយឯងនឹងបានរស់នៅតទៅនោះត្រូវដឹងថាឯងនឹងស្លាប់ជាប្រកបទាំងឯងនិងពួកឯងទាំងអស់ផងអញ្ចឹងអាប់រ៉ាហាំជាហោរាឃើញទេអញ្ចឹងបើសិនជាយើងមើលព្រះគម្ពីរសញ្ញាចាស់គឺហោរានេះគាត់ជាឧទាហរណ៍ខ្លះដល់ចំនួនព្រះយេស៊ូវមានសាវកណាចាប់ដើមមានសិស្សពីដើមអត់មានសាវកទេមានសម្ដេចសង្ឃមានហោរាបើយើងមើលក៏មើលព្រះពីសញ្ញាចៃសិតតែជាហោរាសំបីតអង្គព្រះយេស៊ូវក៏មាននាមថាហោរាដែរលូកាចំពុក24ខ19យើងមើលអំណោយទានហោរាហើយដែលស្រុកខ្មែរយ៉ាងនេះគេអត់ទទួលស្គាល់សោះអញ្ចឹងកម្មវិធីថ្ងៃទី25ហ្នឹងគេនឹងអាចឃើញគេនឹងអាចទទួលស្គាល់អំណោយទានហោរាទទួលសារពីព្រះហោរាគាត់អធិដ្ឋានរំដោះព្យាបាលហេតុអីមិនព្រមទទួលស្គាល់ខុសឆ្គងកន្លែងណាខុសឆ្គងដែលថាអត់មានចារទុកនៅក្នុងព្រះគម្ពីរមិនមែនទេគេចារទុកប៉ុន្តែបងប្អូនអានព្រះគម្ពីរខ្មែរដែលអត់មានគេថាគ្រូអត្ថាធិប្បាយអញ្ចឹងប៉ានឹងបើកអាក្រាតនៅក្នុងព្រះគម្ពីរសញ្ញាថ្មីថាហោរាមាននៅក្នុងព្រះគម្ពីរសញ្ញាថ្មីមិនមែនអត់ទេកូនព្រះអង្គមិនដែលអានគ្រូកងវិលមិនដែលបង្រៀនគេចង់បំបត្តិហោរាចឹងហើយបានជាកូនព្រះអង្គអត់ស្គាល់ហោរាលូកាចំពុក24ខ19ទ្រង់មានព្រះបន្ទូលថាតើការអ្វីហ្នឹងនោះគឺគេឆ្លើយថាគឺពីដំណើរលោកព្រះយេស៊ូវពីស្រុកណាសារ៉េតជាហោរាដែលការលោកធ្វើនោះពាក្យសម្ដីរបស់លោកសុទ្ធតែមានអត្ថរិទ្ធនៅចំពោះព្រះនិងបណ្ដាជនទាំងឡាយអញ្ចឹងអ្នកខ្លះហៅព្រះយេស៊ូវថាជាហោរាហេតុអីពីព្រោះសម្ដីលោកសុទ្ធតែមានអត្ថរិទ្ធនៅចំពោះព្រះនិងបណ្ដាជនទាំងឡាយផងហោរាគាត់មានអំណាចប៉ាស្ទ័រគេអត់ចង់ឲ្យមានហោរាទេហោរាគេមានអំណាចហេតុអីហោរាមានអំណាចព្រោះនាំសារពីព្រះមកប្រាប់គេធ្វើនេះប៉ាស្ទ័រគាត់នៅបង្រៀនឲ្យខ្វៀលតិចគាត់អត់អាចទទួលអីទេលុះត្រាតែគាត់ដើរនៅក្នុងអំណាចវិញ្ញាណអញ្ចឹងបើគាត់បដិសេធព្រះវិញ្ញាណបរិសុទ្ធអត់មានព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងគាត់អត់អាចទំនាក់ទំនងអីជាមួយនឹងព្រះគាត់អត់អាចមានអំណាចអញ្ចឹងរាល់អាទិត្យចេះតែចែកចាយព្រះបន្ទូលសាមញ្ញធម្មតាអញ្ចឹងមិនមែនជាអំណោយទានហោរាទេគាត់អត់មានទេអញ្ចឹងអំណោយទានហោរានៅក្នុងព្រះគម្ពីរសញ្ញាថ្មីមានគ្រូកងវិលអត់ដែលបង្រៀនមែនពីព្រោះនៅក្រោមនិកាយគេមិនឲ្យបង្រៀនគេដូរព្រះបន្ទូលដើម្បីកុំឲ្យស្គាល់ហោរាគេផ្លាស់ប្ដូរព្រះបន្ទូលហើយគេថាគេត្រឹមត្រូវទៀតណា
ដល់ហោរាបង្រៀនសេចក្តីពិតគេអត់អាចទទួលទេគេជឿអាការខុសឆ្គងយើងមើលគំរូមួយទៀតយូហានចំពុក4ខ17ស្ត្រីនោះទូលឆ្លើយថាខ្ញុំគ្មានប្តីទេរួចព្រះយេស៊ូវមានព្រះបន្ទូលថាដែលនាងថាគ្មានប្តីនោះត្រូវហើយត្បិតនាងមានប្តី5មកហើយឯអ្នកដែលនៅជាមួយសពថ្ងៃនេះមិនមែនជាប្តីទេពាក្យនេះនៅពាក្យនោះនាងនិយាយត្រូវប្រកាសស្ត្រីនោះទូលត្រង់ថាលោកម្ចាស់អើយខ្ញុំយល់ឃើញថាលោកជាហោរាអញ្ចឹងហោរានិយាយសេចក្តីពិតហោរានាំសារពីព្រះទៅប្រាប់នាងទទួលស្គាល់ថាព្រះយេស៊ូវនិយាយត្រូវហើយកាលនោះគេនាងនោះអត់ទាន់ទទួលស្គាល់ថាជាព្រះមេស៊ីអត់ទេគ្រាន់តែហៅថាហោរាពីព្រោះអីហោរាទាយ prophesy ថ្លែងទំនាយត្រូវអញ្ចឹងអំណោយទានហោរានៅចំនួនព្រះយេស៊ូវលូកាចំពុក7ណាយើងអាននៅក្នុងព្រះគម្ពីរសញ្ញាថ្មីព្រះគម្ពីរលូកាចំពុក7ខ28មេរៀនថ្ងៃនេះនិយាយអំពីអំណោយទានហោរាដែលលោកីគេថាអត់មានណាមិនលោកីទេស្រុកខ្មែរកុំប្រើពាក្យលោកីព្រោះលោកីនោះគេដឹងតែមានហើយព្រោះគេអានព្រះគម្ពីរដែលមានសរសេរថាហោរារីឯនៅស្រុកខ្មែរយើងព្រះគម្ពីរដែលយើងអានគឺអំណោយទានគ្រូអត្ថាធិប្បាយឥឡូវយើងមើលលូកាចំពុក7ខ28លូកាចំពុក7ខ28ត្បិតខ្ញុំប្រាប់អ្នករាល់គ្នាថាក្នុងពួកមនុស្សដែលកើតពីស្ត្រីមកនោះគ្មានហោរាណាបានធំជាងយូហានបាទីសទេអញ្ចឹងយូហានបាទីសជាហោរាប៉ុន្តែអ្នកណាដែលតូចជាងគេនៅក្នុងនគរព្រះនោះក៏ធំជាងគាត់ហើយណាអ្នកណាដែលមិនទៀបខ្លួនបំរើនគរគឺធំជាងហោរាយូហានបាទីសហើយកិច្ចការចំពុក21ណាបាទអាននៅក្នុងព្រះគម្ពីរសញ្ញាថ្មីអ្នកខ្លះគេថាអត់មានហោរាទេចប់ត្រឹមយូហានអត់ទេមិនមែនចប់ត្រឹមយូហានទេមកពីបងប្អូនអត់បានយល់អាចកំបាំងហ្នឹងនៅក្នុងព្រះគម្ពីរកិច្ចការចំពុក21សូមស្ដាប់ព្រះគម្ពីរកិច្ចការចំពុក21ខ8មានហោរាអត់នៅក្នុងព្រះគម្ពីរសញ្ញាថ្មីមានអូខេកិច្ចការ21 8ដល់ថ្ងៃស្អែកឡើងប៉ូលនិងពួកគាត់បានចេញទៅឯសេសារ៉ាក៏ចូលទៅក្នុងផ្ទះរបស់ហ្វីលីបជាអ្នកផ្សាយដំណឹងល្អម្នាក់ក្នុងពួកទាំង7អ្នកនោះហើយស្នាក់នៅនឹងគាត់ខ9អ្នកនោះមានកូនក្រមុំ4នាក់ដែលចេះទាយទំនាយ prophesy អំណោយទានហោរាចឹងកូនក្រមុំ4នាក់នេះនៅក្នុងព្រះគម្ពីរសញ្ញាថ្មីលុះយើងបាននៅទីនោះជាយូរថ្ងៃហើយមានហោរាម្នាក់ឈ្មោះអាកាបូសនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមានអីមានហោរាមានកូនក្រមុំ4នាក់ចេះថ្លែងទំនាយមានហោរាម្នាក់ឈ្មោះអាកាបូសគាត់ចុះពីស្រុកយូដាមកលុះមកដល់យើងហើយគាត់ក៏យកខ្សែក្រវ៉ាត់របស់ប៉ូលមកចងជើងចងដៃខ្លួនប្រាប់ថាព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូច្នេះអញ្ចឹងហោរាគាត់ចេះទូទាយដោយសារអីដោយសារព្រះវិញ្ញាណបរិសុទ្ធប្រាប់គាត់បើព្រះវិញ្ញាណមិនប្រាប់ទេគាត់អត់ដឹងទេហោរាសុកគិននេះដូចគ្នាដែរកុំឲ្យយល់ឃើញថាគាត់ជាហោរាគាត់ដឹងអីទាំងអស់អត់ទេបើព្រះអង្គមិនប្រាប់ទេគាត់អត់ដឹងទេអញ្ចឹងហោរាអាកាបូសនិយាយថាម៉េចព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូចនេះថាអញ្ចឹងគាត់គ្រាន់តែនាំសារព្រះវិញ្ញាណបរិសុទ្ធមកប្រាប់ពួកសាសយូដានឹងចាប់ចងម្ចាស់ខ្សែក្រវ៉ាត់នេះមានន័យថាចាប់ចងពោលនឹងបែបយ៉ាងនេះមានន័យថាចងជើងចងដៃអញ្ចឹងអាកាបូសទទួលសារពីព្រះយកខ្សែក្រវ៉ាត់របស់ពោលមកចង
đáy hay tròn trường hay prap tờ pol thả nè pre nhiên bò sất bản prap nhầm chẳng à cả bò ní chia hào ra tờ tua xa vì pre một prap đòn mà nung chẳng quạt dục sai cả bát bò pol nó cho đáy tròn trường rồi bò quạt hay prap thả mạch thả pre nhiên bò sất miên pre bản tu đôi này tha bộ xa dụ đá nó chạp cho mà chạc sai cả bát ní bài dạng ní nơi trong Jerusalem hai năng mình chú tới cần đạp đáy này bộ xa đỏ tì hào ra để khai thẳng ọt miên hào ra tê nó không pre công pi nhà thăm ấy miên dù hàn bắt tì à cá bò cồn cờ mồm buôn nè sất để chia hào raรื่องấy để thả ọt miên nhưng mưa to tiền cách cá trong phút đọc ram cách cá tiền đấy nè cách cá trong phút đọc ram cách cá trong phút đọc ram 32 ข้อ 32 อายุด้านหนังซีละได้จะครูอธิบายเอาล่ะគេបកប្រែជាគ្រូអធិប្បាយមិនមែនទេបកប្រែអត់ត្រូវទេអញ្ចឹងមិនប៉ានិយាយថាបើសិនជាព្រះបន្ទូលរបស់ព្រះអត់ខុសទេមានបញ្ហាក្នុងការបកប្រែត្រូវទទួលស្គាល់ហើយត្រូវស្វែងរកសេចក្តីពិតប៉ាដោយសារចេះបារាំងចេះអង់គ្លេសអាចស្រាវជ្រាវហើយយកសេចក្តីពិតមកប្រាប់ហើយខំទទួលទៅចុះហេតុអីគ្រូផ្សេងដែលគាត់ចេះបារាំងចេះអង់គ្លេសចេះភាសាអីផ្សេងហេតុអីគាត់មិនមកប្រាប់ពីព្រោះគាត់នៅក្រោមសម្ពាធនិកាយនោះអត់ទទួលហៅរ៉ាអញ្ចឹងមិនគាត់អត់ដែរហ៊ាននិយាយខ្លាចដាច់ឆ្នាំងបាយរបស់គាត់នៅក្រោមនិកាយគាត់តែត្រូវគោរពបកគោរពមេគោរពគោលលទ្ធិហេតុដូច្នេះគាត់អត់មានសិទ្ធិសេរីភាពនិយាយអីក្រៅពីគោលលទ្ធិបកទេប៉ុន្តែបើយើងជាទូទៅអានមើលបារាំងអង់គ្លេសក្រិកហេប្រឺអានទៅមើលព្រះគម្ពីរកិច្ចការចំពុក15ខ32អាយុដាសនិងស៊ីឡាសដែលជាគ្រូអធិប្បាយអត់ទេហៅរ៉ាដែរគេបានប្រដៅទូលមានជាច្រើនដល់ពួកជំនុំមិនក្រុមជំនុំទេដល់ពួកជំនុំព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើងអញ្ចឹងយូដាសហើយនិងស៊ីឡាសមិនមែនគ្រាន់តែសាវកប៉ុណ្ណោះទេគឺជាគ្រូអធិប្បាយដែលបកប្រែក្នុងព្រះគម្ពីរបងប្អូនប៉ុន្តែតាមការពិតគឺជាហោរាអញ្ចឹងត្រូវនិយាយថាឯយូដាសនិងស៊ីឡាសដែលជាហោរាដែរគេបានប្រដៅទូលមានជាច្រើនដល់ពួកជំនុំព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើងហោរាកិច្ចការចំពុក13បាណាបាសនិងម៉ាណាអេនកិច្ចការចំពុក13ខ1រាយក្នុងពួកជំនុំនៅក្រុងអន្តិយ៉ូកនោះមានគ្រូអធិប្បាយមែនទេហោរាឃើញទេរាយក្នុងពួកជំនុំនៅក្រុងអន្តិយ៉ូកនោះមានហោរាហើយក្នុងព្រះគម្ពីរបងប្អូនសរសេរថាគ្រូអធិប្បាយនិងគ្រូបង្រៀនខ្លះគឺបាណាបាសមួយស៊ីមៀនដែលហៅថានីកើមួយលូគៀសជាសាសគីរ៉េនមួយម៉ានេអែនជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូតស្ដេចអនុរាជមួយនិងសូលមួយចឹងនៅទីនោះក្នុងចំណោមនោះគឺមានហោរាការដែលបកប្រែគ្រូអធិប្បាយនេះអត់ត្រូវទេគ្រូអធិប្បាយនិងហោរាខុសគ្នាហោរាគាត់មានប្រេងតាំងទទួលសារពីព្រះមកប្រាប់គ្រូអធិប្បាយជាអ្នកចែកចាយព្រះបន្ទូលវាស្មើនឹងប៉ាស្ទ័រគ្រូកងវិលហើយនឹងហោរានឹងខុសគ្នាដាច់អត់ដូចគ្នាទេ
วิวรณะจมปุกมวยស្ដីអំពីយូហានក៏ជាហោរាដែរចឹងមកអ្នកខ្លះថាក្នុងព្រះគម្ពីរសញ្ញាថ្មីអត់មានហោរាមកពីគ្រូកងវិលមកដែលនេះចេះនិយាយប្រាប់គេឲ្យដឹងហើយក្នុងព្រះគម្ពីរអត់បានសរសេរថាហោរាទេគេសរសេរថាគ្រូអត្ថាធិប្បាយវាមិនត្រូវហើយនៅពេលដែលប៉ានិយាយថាព្រះគម្ពីរបកប្រែមិនត្រូវគេខឹងព្រោះគេជឿថាព្រះគម្ពីរជាព្រះបន្ទូលអញ្ចឹងអត់ដែលចេះខុសទេអញ្ចឹងមកប្រាប់ថាខុសគេបកប្រែមិនត្រូវហ៊ានទទួលស្គាល់ការពិតហើយស្រាវជ្រាវសេចក្តីពិតកុំចេះតែហើយយើងត្រូវរៀនឲ្យស្គាល់សេចក្តីពិតការបកប្រែអត់បានត្រឹមត្រូវ 100% ទេយើងត្រូវហ៊ានទទួលស្គាល់ព្រះគម្ពីរដែលយើងមានក្នុងអាយុ100ឆ្នាំអត់ទាន់ដល់100ឆ្នាំផង1954ចុះព្រះគម្ពីរដើមព្រះគម្ពីរអង់គ្លេសដើមព្រះគម្ពីរក្រិកភាសាហេប្រឺយើងត្រូវទៅយកអត្ថបទដើមនោះមកបង្រៀនការដែលបកប្រែថ្មីនេះគេបកប្រែតាមនិកាយអញ្ចឹងព្រះគម្ពីរដែលកូនឯងអានព្រះគម្ពីរប៊ីបហ្នឹងគឺគេបកប្រែតាមនិកាយគេដែរគេលុបបំបត្តិហោរាគេដាក់គ្រូអត្ថាធិប្បាយអញ្ចឹងបញ្ជាស្រុកខ្មែរយើងគេអត់ស្គាល់ហោរាទេដល់មានហោរាគេថាខុសឆ្គងអញ្ចឹងគេអត់រាប់ខ្លួនគេថាខុសគេអត់បានរាប់ខ្លួនគេថាអត់ទាន់ចេះដល់គេអត់និយាយអញ្ចឹងទេគេថាយើងនេះខុសឆ្គងសោកស្ដាយយំមែនទែនប៉ុន្តែអត់អីទេព្រះអង្គកំពុងតែបើកចិត្តបើកបេះដូងព្រះអង្គកំពុងតែផ្ដល់ប្រាជ្ញាក៏កូនព្រះអង្គមួយចំនួនហ៊ានទទួលស្គាល់ហោរាអញ្ចឹងមិនកម្មវិធីថ្ងៃ25ហ្នឹងកម្មវិធីសំខាន់ណាស់ដើម្បីឲ្យកូនព្រះអង្គបានឃើញការអស្ចារ្យបន្ថែមទៀតហ្នឹងហើយយើងធ្វើនេះមិនមែនឲ្យគេទទួលស្គាល់ហោរាទេយើងធ្វើនេះឲ្យគេទទួលស្គាល់ព្រះចេស្តាព្រះវិញ្ញាណបរិសុទ្ធដើរនៅក្នុងអំណាចភ្លើងដើរនៅក្នុងការតម្រង់នៃព្រះវិញ្ញាណបរិសុទ្ធកុំដើរតាមនិកាយដើរតាមមនុស្សដើរតាមគោលលទ្ធិរបស់មនុស្សអត់ទេធ្វើអីក៏ដោយត្រូវធ្វើតាមបំណងព្រះハរតីនៃព្រះអង្គអ្នកតម្រង់នេះមិនត្រូវអាមែនព្រះគម្ពីរវិវរណៈចំពុក1ខ1នេះជាសេចក្តីដែលព្រះយេស៊ូវបានបើកឲ្យឃើញជាសេចក្តីដែលព្រះបានប្រទានមកទ្រង់ដើម្បីនឹងបង្ហាញដល់ពួកបាវបម្រើទ្រង់ឲ្យដឹងពីអស់ទាំងការដែលបន្តិចទៀតសំទោសត្រូវកើតមានមកទ្រង់ក៏មានសម្ដែងឲ្យឃើញដោយចាត់ទេវតាទ្រង់មកឯយូហានជាបាវបម្រើទ្រង់យូហានជាហោរាពីព្រោះបានទទួលការបើកសម្ដែងនាំសារពីព្រះទៅប្រាប់ជាបរិវត្តខ2គាត់បានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូលនិងសេចក្តីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទគឺពីគ្រប់ទាំងសេចក្តីដែលគាត់បានឃើញអ្នកណាបានឃើញលោកយូហានមានពោលហើយអ្នកណាដែលមើលនិងអស់អ្នកដែលស្ដាប់ពាក្យទំនាយនេះហោរាជាអ្នកថ្លែងទំនាយហោរាយូហានហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលគាត់ទុកដែរត្បិតឯពេលវេលានោះជិតដល់ហើយអញ្ចឹងយូហានជាហោរារបស់ព្រះដែរមិនមែនគ្រាន់តែជាសាវកទេជាហោរាដែរអាមែនហាឡេលូយ៉ាលូកាចំពុក2ហាឡេលូយ៉ាអរគុណបងប្រាប់ព្រះពរប្រាប់លូកាចំពុក2សូមរំប្រទានពរលូកាចំពុក2ថ្ងៃនេះយើងរៀនអំពីហោរាអំណោយទានហោរាអញ្ចឹងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីមានហោរាមិនអត់ទេអ
អត់តែនៅស្រុកខ្មែរដែលគេអត់បានរៀនចំលូកាចំពុក2ខ36ហើយមានហោរាស្រីម្នាក់ឈ្មោះអានជាកូនផានយូអែលក្នុងពូជអម្បូរអេសឺគាត់មានប្តី7ឆ្នាំតាំងតែពីក្រមុំមកឥឡូវនេះគាត់ចាស់ណាស់ហើយអញ្ចឹងមានហោរាមួយឈ្មោះអានហោរាហ្នឹងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីអញ្ចឹងតែគូបងនិយាយថាក្នុងព្រះគម្ពីរសញ្ញាថ្មីអត់មានហោរាមកពីបងប្អូនមិនដែលអានមកពីគ្រូកង្វៀលបងប្អូនមិនដែលបង្រៀននេះហោរាអានព្រះគម្ពីរលូកាចំពុក2ខ36ចឹងតាំងពីដើមមកមានហោរាអំណោយទានដែលយូរជាងគេក្នុងព្រះគម្ពីរសញ្ញាចាស់គឺជាហោរាពួកគេទាយបានដោយសារអីដោយសារវិញ្ញាណរបស់ព្រះវិញ្ញាណបានឲ្យគាត់ចេះទាយថ្លែងទំនាយនៅក្នុងព្រះគម្ពីរសញ្ញាថ្មីព្រះវិញ្ញាណបរិសុទ្ធដែលនាំឲ្យគាត់ទាយដោយហោរាអាកាបោបានយកខ្សែក្រវ៉ាត់របស់ពលចងដៃចងជើងខ្លួនឯងហើយក៏និយាយថាព្រះវិញ្ញាណបរិសុទ្ធបានប្រាប់ខ្ញុំថាមិនចាស់ខ្សែក្រវ៉ាត់គេនឹងចាប់ចងដៃចងជើងអញ្ចឹងអ្នកណាអ្នកប្រាប់ព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងរាល់ថ្ងៃនេះអ្នកដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធទទួលការបើកសម្ដែងចេះថ្លែងទំនាយគឺជាអំណោយទានហោរាហើយបើបងប្អូននៅតែបដិសេធបងប្អូនមិនអាចទទួលអំណោយទាននឹងបានទេហើយមិនអាចធ្វើការអស្ចារ្យបានដែរព្រះអង្គសពរហាតីយាងគង់សន្ធិដ្ឋជាមួយនឹងយើងព្រះអង្គសពរហាតីចង់ធ្វើការជាមួយនឹងយើងហើយបើបងប្អូនបដិសេធអត់ទទួលស្គាល់ហោរាអត់ទទួលស្គាល់ព្រះវិញ្ញាណបរិសុទ្ធបងប្អូនធ្វើការងារព្រះដើម្បីអីទៅពឹងអាងលើអីទៅបើបងប្អូនពឹងអាងលើនិកាយលើមនុស្សបងប្អូនធ្វើការតែសម្រាប់និកាយទេអត់បានធ្វើការសម្រាប់ព្រះទេបើបងប្អូនទទួលព្រះវិញ្ញាណបរិសុទ្ធបងប្អូនធ្វើតាមព្រះបន្ទូលនឹងហើយអ្នកដើរអ្នកជឿត្រឹមត្រូវពិតប្រាកដអញ្ចឹងរាល់ថ្ងៃនេះគេទៅសាលាកាពីចេញមកគ្រូគង្វាលទៅរៀន5ឆ្នាំ8ឆ្នាំ10ឆ្នាំចេញមកគ្រូគង្វាលអញ្ចឹងនិកាយគេអត់មានហោរាទេក៏គេអត់មានសាវកដែរគេអត់បានដឹកនាំដោយព្រះវិញ្ញាណទេគេដឹកនាំដោយគោលលទ្ធិបៈគោលលទ្ធិបៈហ្នឹងគឺថានិកាយគេបង្រៀនឲ្យធ្វើអីយើងធ្វើនឹងទៅតែពោមកដល់ហើយហាឡេលូយ៉ាបងប្អូនលឺអរគុណព្រះអង្គអញ្ចឹងសូមslash ប៉ុណ្ណេះចុះអូខេសូមslash ប៉ុណ្ណេះចុះសូមព្រះអង្គប្រទានពរទាំងអស់គ្នាហាឡេលូយ៉ាទទួលព្រះពរបន្ថែមហើយបន្ថែមទៀតក្នុងព្រះនាមព្រះយេស៊ូវអាម៉ាស៊ីយ៉ាសូមព្រះអង្គប្រទានពរដូចគ្នាហើយយើងនឹងបន្តនៅពេលដែលថ្ងៃក្រោយទៀតសូមព្រះអង្គប្រទានពរបាយ